បាទសូមអនុញ្ញាតគោរពស្វាគមន៍ប្រិយមិត្តជាទីគោរពនិងជាទីមេត្រីមកកាន់ Channel YouTube Rithi Talking ហើយយើងបានវិលត្រឡប់មកជួបគ្នាម្ដងទៀតហើយនៅក្នុងវីដេអូថ្ងៃនេះខ្ញុំសូមនាំយកនៅព័ត៌មានដ៏ល្អមួយទាក់ទងនឹងបណ្ដាលគុណខ្មែររបស់យើងបងប្អូនបាទខ្ញុំភ្ញាក់ផ្អើលមែនទែនព័ត៌មាននេះខ្ញុំបានចែករំលែកបងប្អូនម្ដងរួចហើយប៉ុន្តែវាមិនសូវជាច្បាស់ការប្រមាណទេប៉ុន្តែឥឡូវនេះបាទនៅថ្ងៃទី7 ខែធ្នូឆ្នាំ2025នេះបាទព័ត៌មាននេះគឺច្បាស់ការហើយដោយខាងស្ថាប័ន WKN នឹងបានបង្ហោះរូបភាពរបស់គាត់បាទជាមួយមានន័យថាប្រធានស្ថាប័នរបស់គេប្រធានស្ថាប័នរបស់ WKN នឹងគឺថតរូបក៏ដូចជាបានពិភាក្សាជាមួយនឹងឯកឧត្តមខូឆាយដែលជាប្រធានសហព័ន្ធបណ្ដាលនៅប្រទេសកម្ពុជារបស់យើងអមជាមួយនឹងការពិភាក្សាគ្នានេះក៏មានការថតរូបដោយបាទមានកាន់ខ្សែក្រវ៉ាត់ WKN បាទ WKN ដាក់នៅក្នុងថង់មានន័យថានេះបងប្អូនអាចឃើញរូបភាពដែលខ្ញុំដាក់នេះដែររូបភាពនេះមានន័យថាជាខ្សែក្រវ៉ាត់ថ្មីដែលគេបានធ្វើហើយយើងមើលចំណងជើងរបស់គេទាំងអស់គ្នាខ្ញុំឃើញគេដាក់ចំណងជើងច្រើនមែនតើដូច្នេះហើយខ្ញុំយកចំណងជើងជាភាសាអង់គ្លេសហ្នឹងមក translate មានន័យថាធ្វើការបកប្រែនៅលើ Google Translate ទាំងអស់គ្នាបើអញ្ចឹងចង់ដឹងថាតើខាងស្ថាប័នហ្នឹងគេដាក់បែបណាហើយបងប្អូនខ្ញុំសូមអធិស្ឋានចំពោះរូបភាពផងខ្ញុំបង្ហាញបានតែប៉ុណ្្នឹងទេខ្ញុំមិនអាចដាក់លើសហ្នឹងទេបាទប៉ុន្តែសង្ឃឹមថាបងប្អូននឹងពេញចិត្តនឹងចូលរួមសម្ដាប់នៅការបកស្រាយរបស់ខ្ញុំអមជាមួយនឹងរូបភាពនេះផងដែរដោយសារតែខ្ញុំដាក់ច្រើនពេកវាអាចនឹងជាប់ copyright ក៏ដូចជាមានបញ្ហាទាក់ទងនឹងការ remove account YouTube អីបាទ remove channel អីចឹងតែយើងខ្លាចមានបញ្ហាប៉ុន្តែខ្ញុំឥឡូវនេះបាទកុំឲ្យវែងឆ្ងាយយើងចូលទៅដល់សាច់រឿងក៏ដូចជាអ្វីដែលខាងស្ថាប័នគេហ្នឹងបានដាក់ចឹងណាអញ្ចឹងខ្ញុំសូមអានជាភាសាខ្មែរបាទកិច្ចប្រជុំប្រវត្តិសាស្ត្របាទនិងស្ថាបនារវាងប្រធាន WKN និងឯកឧត្តមសេនីយ៍ខូឆាយដែលជាប្រធានសហព័ន្ធនៃប្រទេសកម្ពុជាប្រធានសហព័ន្ធគុនខ្មែរកម្ពុជាបងប្អូនបាទថ្ងៃនេះនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកិច្ចប្រជុំប្រវត្តិសាស្ត្រនិងស្ថាបនាខ្ពស់មួយបាទបានធ្វើឡើងរវាងប្រធានបណ្ដាញប្រដាល់គុនខ្មែរពិភពលោកនិងឧត្តមសេនីយ៍ខូឆាយប្រធានសហព័ន្ធគុនខ្មែរកម្ពុជាបាទឧត្តមសេនីយ៍ខូឆាយបានធ្វើដំណើរជាពិសេសសម្រាប់ឱកាសដ៏សំខាន់មួយនេះបាទដោយបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមុតមមរបស់លោកនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងគ្រប់គ្រងដល់ការអភិវឌ្ឍគុនខ្មែរអន្តរជាតិកិច្ចប្រជុំដ៏សំខាន់នេះត្រូវបានសម្គាល់បន្ថែមទៀតដោយវត្តមានរបស់លោក Vivian ដែលជាប្រធានគណៈកម្មការប្រដាល់អាជីពម៉ាឡេស៊ីក៏ដូចជាអ្នកសម្របសម្រួល WKN គឺលោក Alexander Shah បាទ Alexander Shah ក្នុងការចូលរួមរបស់ពួកគេគូបញ្ជាក់ពីការបដិញ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់នៅក្នុងការធ្វើការជាមួយគ្នាក្នុងស្មារតីវិជ្ជាជីវៈបាទការគោរពនិងចក្ខុបាទចក្ខុវិស័យយុទ្ធសាស្ត្របាទកិច្ចប្រជុំនេះបានផ្ដល់ឱកាសសម្រាប់ការពិភាក្សាស៊ីជម្រៅអំពីអនាគតនៃប្រព័ន្ធគុនខ្មែរនិងការផ្សព្វផ្សាយជាសកលនៃគុនខ្មែរដែលជាក្បាច់គុនបុរាណនិងសម្បូរទៅដោយវប្បធម៌របស់ប្រទេសកម្ពុជាយើងប្រធានបទសំខាន់រួមមានបាទការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិការបង្កើតឱកាសប្រកួតប្រជែងថ្មីសម្រាប់អត្តពលិកកិច្ចសហប្រតិបត្តិការបទបញ្ញត្តិនិងគំនិតដូចដើមគ្នាដែលមានគោលបំណងពង្រឹងការទទួលស្គាល់ជាអន្តរជាតិនៃគុនខ្មែរកិច្ចប្រជុំនេះធ្វើឡើងនៅក្នុងបរិយាកាសបាទកក់ក្ដៅនិងវិជ្ជាជីវៈមួយដែលខ្ពស់ដែលជានិមិត្តរូបនៃជំហានដ៏អស្ចារ្យសំខាន់មួយឆ្ពោះទៅមុខនៅក្នុងការចងសម្ព័ន្ធភាពដៃគូអន្តរជាតិបាទជំវិញគោលដៅរួមតាមរយៈការនាំយកមេដឹកនាំដែលមានឥទ្ធិពលពីមកពីប្រទេសកម្ពុជាម៉ាឡេស៊ីសិង្ហបុរីនិងសហគមន៍កីឡាយុទ្ធកលបាទយុទ្ធសកលជុំគ្នានឹងប្រជុំនេះបាទកិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរួមគ្នាក្នុងការរក្សាប្រពៃណីបាទខណៈពេលដែលជំរុញឥទ្ធិពលសកលនៃគុនខ្មែរបើតាមរយៈការចូលរួមជាយុទ្ធសាស្ត្រនិងទស្សនវិស័យទៅមុខបែបនេះសហព័ន្ធគុនខ្មែរបន្តពង្រឹងគ្រឹះរបស់ខ្លួននិងពង្រឹងវិសាលភាពរបស់ខ្លួនដោយធានាទាំងការអភិរក្ស
បេតិកភណ្ឌចាស់រាប់ពាន់ឆ្នាំរបស់ខ្លួននិងការវិវត្តយ៉ាងស្វាហាប់របស់ខ្លួនបាទនៅលើឆាកអន្តរជាតិបាទពិតជាអស្ចារ្យមែនទែនបងប្អូនបើនិយាយពីការប្រជុំនេះដែរដូចជាការជួបគ្នានេះដែរបងប្អូនបានឃើញខ្ញុំអានដូចជាសម្រាប់នៅការអានរបស់ខ្ញុំពីដំបូងឡើងគេថាធ្វើឡើងនៅទីក្រុងកូឡាឡាំពួរណាកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីបើនិយាយទៅបាទម៉ាឡេស៊ីនេះគឺបងប្អូនបានដឹងហើយបាទតកតូននឹងសង្គ្រាមក៏ដោយអីក៏ដោយបាទម៉ាឡេស៊ីនេះតែងតែ support កម្ពុជាយើងដូចជាប្រទេសមួយណាវាថាអត់ទទួលអ្នកជំងឺខ្មែរយើងនោះបាទប្រទេសហ្នឹងវានិយាយអញ្ចឹងគាត់ថាម៉ាឡេស៊ីស្វាគមន៍ទទួលអ្នកជំងឺដូចជាព្យាបាលអ្នកជំងឺដែលជាជនជាតិខ្មែរទៅព្យាបាលនៅមន្ទីរពេទ្យល្បីៗនៅម៉ាឡេស៊ីហើយទាំងការជួយជាច្រើនមកខ្ញុំអត់ចង់និយាយឲ្យវាឆ្ងាយពីបណ្ដាលទេបាទអញ្ចឹងឥឡូវនេះយើងបានចាត់ដៃគូជាមួយនឹងប្រធានសហព័ន្ធប្រធានមានន័យថាប្រធានស្ថាប័នរបស់គេហើយក៏ធ្វើឡើងនៅប្រទេសម៉ាឡេស៊ីហើយក៏ចូលរួមពីប្រធានខាងផ្នែកបណ្ដាលនៃប្រទេសម៉ាឡេស៊ីនឹងដែរអញ្ចឹងវាពិតជារឿងដែលល្អមែនទែនសម្រាប់គុណខ្មែររបស់យើងណាបាទហើយបើតាមដំណឹងដែលខ្ញុំបានដឹងពីទូរទស្សន៍ស្រុកខ្មែរក៏ដូចជាព័ត៌មាន page ស្ថាប័នបណ្ដាលដូចថាប៉ុស្តិ៍បណ្ដាលស្រុកខ្មែរមួយចំនួនក៏បានបង្ហាញថា WKN នឹងមកធ្វើនៅកម្ពុជាជាផ្លូវការហើយនៅក្នុងពេលឆាប់ខាងមុខនេះបាទរាល់ការធ្វើខ្ញុំគិតថាប្រហែលជាមានការដណ្ដើមខ្សែក្រវ៉ាត់បងប្អូនដណ្ដើមខ្សែក្រវ៉ាត់ WKN ណាបាទ WKN ខ្សែក្រវ៉ាត់ស្អាតមែនទេហើយសង្ឃឹមថានឹងធ្វើឡើងនៅក្នុងស្រុកខ្មែរបើជាលើកទី1ហើយអាចសង្ឃឹមថាមានកីឡាករបរទេសនិងកីឡាករខ្មែរប៉ះគ្នាដណ្ដើមខ្សែក្រវ៉ាត់ WKN នៅក្នុងស្រុកខ្មែរហើយសង្ឃឹមថាខ្សែក្រវ៉ាត់នេះបាទនឹងបានមកកីឡាករកម្ពុជារបស់យើងទៀតបាទនេះគឺជាព័ត៌មានល្អមែនទែនបាទបងប្អូនតែខ្ញុំបានចែករំលែកពីស្ថាប័ន WKN ក៏ដូចជាគេបានផុសនៅលើ Facebook page របស់គេផងដែរបើអញ្ចឹងចំពោះអត្ថបទទាក់ទងនឹងបណ្ដាលថ្ងៃនេះបាទគឺមានតែប៉ុណ្្នឹងទេជាចុងក្រោយសូមអរគុណចំពោះការទស្សនាហើយក៏សូមអធិស្ឋានផងបើសិនជាខ្ញុំនិយាយទៅមានពាក្យពេចន៍ណាខុសឆ្គងនៅរាល់ប្រការណាមួយនោះបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបើតែបងប្អូនកុំភ្លេចចុច Subscribe នៅលើ Channel YouTube ខ្ញុំម្នាក់មួយផងអរគុណ